នៅពេលអ្នកគ្នាចង់លេង Minecraft ជាមួយមិត្តភក្តិអ្នកគ្នាហើយអ្នកគ្នាចង់ create server មួយដើម្បីប្រើប្រាស់ហើយ server ដែលយើងនឹកឃើញមុនគេនោះគឺ Athena ដោយសារតែវា free ហើយងាយស្រួលក្នុងការបង្កើតប៉ុន្តែខ្ញុំក៏ជា player Athena កាលមុនដែរគឺខ្ញុំយកអារម្មណ៍ហ្នឹងគឺអារម្មណ៍ម៉េចអ្នកលេង Athena ប្រហែលជាធ្លាប់ដឹងហើយគឺ lag មែនតើគឺ lag មកអើ lag ហើយគឺ ping យើងឡើងដល់ហើយតែយើងចេះតែទ្រាំលេងទៅដោយសារ server នោះជា server free ហើយវាងាយស្រួលក្នុងការបង្កើតយើងអាចលេងរហូតហើយវិធីសាស្ត្រមួយទៀតនោះគឺយើងអាចទៅទិញ server ប៉ុន្តែ server ហ្នឹងគឺអស់លុយបើយើងទិញទៅយើងអស់លុយយើងអត់ចង់ណាយលុយមួយទៅទិញ server ដើម្បីលេងជាមួយនឹង server មួយមិត្តភក្តិយើងតែមក play ដែរហើយថ្ងៃហ្នឹងខ្ញុំនឹងឃើញវិធីសាស្ត្រមួយក្នុងការបង្កើត server ដែលងាយស្រួលមែនទែនគឺយើង hosting server ខ្លួនឯងប្រើប្រាស់កម្លាំងម៉ាស៊ីនរបស់យើងខ្លួនឯងអញ្ចឹងមានន័យថាវាក៏កាត់បន្ថយការ lag ដែរតែវាមិនថាវា smooth ខ្លាំងហ្មងទេវាល្មមលេងដែរវាក៏ល្អជាង Athena ដែលយើងបង្កើតកាលមុនដែរហើយវាងាយស្រួលក្នុងការបង្កើតហើយ plugin មួយចំនួនយើងអាចដាក់ custom ខ្លួនឯងបានទៀតហើយរបៀបក្នុងការបង្កើត hosting server ខ្លួនឯងនោះគឺប្រើប្រាស់នៅលើ Feather client ជាមានន័យថាអ្នកលេងនៅលើ Feather client គឺមែនទែនគឺគេឲ្យ tool មួយដែលយើងអាចបង្កើត server hosting នៅខ្លួនឯងបានហើយនឹងគេបង្កើត IP ឲ្យយើងហ្មងតែ IP ហ្នឹងគឺ IP free ទេអញ្ចឹងវា lag តិចតែគឺមិន lag ខ្លាំងជាង Athena ដែរហើយថ្ងៃហ្នឹងខ្ញុំនឹងប្រាប់អ្នកគ្នាអំពីរបៀបក្នុងការបង្កើត hosting server ខ្លួនឯងហើយនឹងរបៀបក្នុងការចូលហើយនឹងដាក់ជាមួយនឹង plugin មួយចំនួនទៀតចូលទៅក្នុង server របស់យើងហ្នឹងពេលដែលយើងចូលមកដល់ Feather client មកយើងនឹងឃើញជាមួយនឹង play mode skin ហើយនឹង server កន្លែងដែលសំខាន់នោះគឺកន្លែង server នេះឯងនៅពេលយើងចេញមកដល់កន្លែងហ្នឹងមកយើងអត់មាន server ទេយើងអាច create server ដើម្បី host យើងអាច create server មួយដើម្បី host បានយើងចុចកន្លែង button create server នេះមកទៅពេលដែលយើងចុចហើយវានឹងឲ្យយើងដាក់ name នេះនឹង proxy host name យើងដាក់ name មកយើងដាក់ name គេយើងស្រួលចំណាំខ្លួនឯង server យើងដាក់ឈ្មោះ server យើងមកហើយ IP យើងចង់ដាក់អីគេ IP យើងអូខេ IP ខ្ញុំដាក់ប៉ុណ្នេះមកហើយអាក្រោយរបស់វាគឺ .feather.mc.gg ហ្នឹងគឺជា IP free របស់ Feather គេ free ឲ្យយើងទេអញ្ចឹងយើងត្រូវ set up IP ដោយការយើង create server តាម folder កាលមុននេះអញ្ចឹងវាងាយស្រួលមែនតើហើយមកដល់ក្រោមនេះយើងអាច import world ពី Minecraft របស់យើងបានហើយកន្លែងនេះកន្លែងជ្រើសរើសជាមួយនឹង version នេះកន្លែង version នេះយើងអាចជ្រើសហើយ version này ខ្ញុំចង់ណែនាំអ្នកគ្នាដើម្បីប្រើប្រាស់នោះគឺ paper ដែលវាងាយស្រួលក្នុងការដាក់ plugin ហើយនឹងអីផ្សេងទៀតហើយបើ fabric នេះយើងប្រើប្រាស់វាដើម្បីដាក់ mod ទេអញ្ចឹង paper នេះមកវាល្អជាងអូផ្លេចដល់ពេលយើងរើអា paper ហ្នឹងហើយកុំភ្លេចចុចរើ version ផងហើយ version ខ្ញុំចង់ដាក់នោះគឺ version 1.20.8តាមតាន់គេហើយមកដល់កន្លែងនេះគឺជាកន្លែង slot គឺជាកន្លែងដាក់ player ខ្ញុំណែនាំអ្នកគ្នាឲ្យដាក់ច្រើនពេកទេដោយសារតែវាមួយរបស់វាគឺ100ឯងហើយយើងលេងមួយមិត្តភក្តិយើងឯងអញ្ចឹងយើងកុំដាក់ច្រើនហើយដោយសារ server ហ្នឹងក៏មិនជា server 24 ម៉ោងឯដែរហើយខ្ញុំតម្លាក់ដាក់ត្រឹម5បានហើយអមលេងហើយមិត្តភក្តិខ្ញុំក៏មិនដល់ហ្នឹងដែរអញ្ចឹងដាក់ប៉ុណ្្នឹងទៅហើយមកដល់កន្លែង RAM នេះគឺជាកន្លែងសំខាន់មែនទែននៅពេលអ្នកគ្នាទិញ server គេឲ្យរើ RAM ហើយរើ RAM ហ្នឹងថ្លៃមែនទែននេះអាចដាក់ណានក៏បានដែរទៅតាមម៉ាស៊ីនរបស់យើងហើយបើអ្នកគ្នារៀង RAM បន្តិចដាក់តែ 2G បានហើយតែ 2G ប៉ុណ្នេះតែហ្នឹងបានហើយល្មមលេងអីចឹងយើងអាច create server មកនេះយើងនឹងបាន server របស់យើងមួយនេះគឺ server ទៅបើក server យើងសិនដើម្បីឲ្យអាហ្នឹងដើរហើយ server ហ្នឹងគឺវាដំណើរការនៅពេលដែលយើងបើកអាហ្នឹងនៅពេលដែលយើងបើករហូត server ហ្នឹងគឺបើករហូតអត់ដូច Athena ដែលយើងបើកហើយយើងទុកអត់មាន player វាបិទអានេះអត់ទេបើយើងនៅតែបើកវានៅតែបើកដូចគ្នាបើយើង close អា feeder នេះចោលហើយវាបាត់ហើយអញ្ចឹងបើយើងចង់បើក24ម៉ោងតើយើងបើកកុំព្យូទ័រនឹង24ម៉ោងដែរអូខេ server ឥឡូវនេះយើងបើកហើយរបៀបក្នុងការចូល server អ្នកនេះអត់បាក់ទេនេះជា IP ហីប៉ុន្តែអ្នកនេះនៅពេលប្រើប្រាស់ IP នេះប្រហែលជា lag តិចហីគឺវាពេញរៀងខ្ពស់ដែរ100ទៅ200ដែរតែវាមិនខ្លាំងដូច Athena ទេតែប៉ុន្តែយើងអាចល្មមលេងបានហើយអ្នកអាចចូលមក add server មកដាក់ IP មិញមកនេះហើយនេះគឺជា server របស់ខ្ញុំឥឡូវនេះគឺវាបើកហើយចំនួន5នាក់ slot នេះហើយនឹង ping ខ្ញុំគឺ199ជាង top 3មែនទេតែឥឡូវខ្ញុំចូលមកដល់ក្នុង server ហើយ server 2G គឺពិបាកអូមែនទេមកអូចូលពី 3000 ping ពេលខ្ញុំយើងច្រើនមែនតែយើងអាចលេងធម្មតាបានដើម្បីយើងកាប់ឈើទីលាក់ឈើមកលឿនអញ្ចឹងយើងអាចលេងល្មមធម្មតាបានហើយវិធីសាស្ត្រមួយទៀតដើម្បីឲ្យវាកាន់តែ smooth ជាងហ្នឹងនេះអាចប្រើប្រាស់ IP មួយដែល IP សម្រាប់ម្ចាស់ hosting នោះគឺនេះអាចវាយថា local host មកនេះជាមិនន័យថាបើយើងជាម្ចាស់ hosting យើងអាចប្រើហ្នឹងមកដើម្បីចូលទៅ server របស់យើងដោយ smooth មែនទេឃើញអត់យើង hosting ហ្នឹងទៅបើយើងប្រើ IP ហ្នឹងគឺ FPS របស់យើងគឺនៅ download អត់ចេះ slow ហ្មងដូចថាតែយើងជាអ្នក hosting អញ្ចឹងម៉ាស៊ីនរបស់យើងលេងក៏ smooth ដែរដូចច្រើនគេប្រើប្រាស់ local host ហ្នឹងដើម្បីមក fix server ឬមកធ្វើអីផ្សេងនៅក្នុង server ហ្នឹងហើយបើសិនបើចង់ឲ្យមិត្តភក្តិអ្នកគ្នាលេង server ហ្នឹងឲ្យ smooth ដែរយើងតោះតែយើងប្រើ internet ឬ network មួយគ្នាដោយប្រើប្រាស់ជាមួយនឹង IP address របស់ computer របស់យើងអាចយកវាមកពី CMD បានពេលយើងចូល CMD អ្នកគ្នាអាចប្រើប្រាស់ IP config មកវានឹងបញ្ចេញជាមួយនឹង IPv4 address នេះមកហើយនេះគឺជាលេខរបស់ខ្ញុំប្រាប់អត់បានទេមិនគ្នាយកលេខហ្នឹងមកដាក់មកវានឹងបញ្ចេញ server យើងមួយយើងចូលទៅគឺវា smooth ដូចតា local host ដែរទេអញ្ចឹងអានឹងអាចឲ្យមិត្តភក្តិអ្នកគ្នាលេងបានតតែ internet យើងប្រើ Wi-Fi មួយគ្នាអីឃើញអត់គេ smooth តែ 2G គេអាច over ប៉ុណ្ណឹងបានបើយើងដាក់ច្រើន G ហ្នឹងទៀតក៏ upstream មែនទេ server ហ្នឹងយើងអាច over បានហើយ server អស់ហ្នឹងគេហៅថា server hosting ឬ family server អញ្ចឹងមិនមែនជាប្រភេទជា hosting ធំបើកសម្រាប់ player រាប់រយនាក់មកលេងទេយើងអាចប្រើប្រាស់ហ្នឹងដើម្បីលេងមិត្តភក្តិអ្នកគ្នាបានហើយបើសិនមកយើងចង់ដាក់ plugin ចូលក្នុងហ្នឹងគឺវាងាយស្រួលមែនទែនអ្នកគ្នាអាចចូលមកកាន់ជ្រុំមកដើម្បី download
download ជាមួយនឹង plugin ណាមួយនៅក្នុងចង់បាននេះខ្ញុំចង់ download Awe Edit នេះបើអ្នកនេះ Awe Edit ហ្នឹងទេគឺជា plugin បន្ថែមដែលគេប្រើប្រាស់វាសម្រាប់ build ហើយជ្រើស version server របស់យើងហើយនឹង version មួយទៀតនេះ platform ហ្នឹងបើខ្ញុំ paper ចឹងយើង download មកយើងទទួលបាន paper មួយហើយរបៀបដាក់នោះគឺ open folder server របស់យើងមកវានឹងចេញមក canal នេះមកយើងក៏ខ្វល់នេះយើងចូល plugin នេះ plugin នេះបាច់ប្រើប្រាស់ទេយើងអាចលុបចោលបានតែពីរហ្នឹងនេះវាបញ្ឆោតយើងទេហើយយើងនេះ plugin របស់យើងស្រីណៃនេះយើងចូលឡើងហ្នឹងមកហើយយើង pass យើង download វិញហ្នឹងគឺ Word Edit ហ្នឹងហើយនៅនេះបិទបើក server ហ្នឹងវិញមកហើយបញ្ជាក់នៅហ្នឹង restart កាលទេបើសិន restart ទៅវាបិទចោលហើយពេលដែលយើង restart server របស់យើងហើយយើងអាចចូល server របស់យើងវិញបានហើយខ្ញុំចូលតាម IP localhost ដើម្បីឲ្យ smooth ហើយយើងតេស្តមកយើងអាច search plugin មកដូចវានឹងមាន Word Edit មួយចឹងយើងអាចWord Edit បានហើយបើបានទេសារខ្ញុំមិន OP អញ្ចឹងយើងរបៀបដាក់ OP គឺអ្នកនេះចូលទៅ console របស់ server របស់យើងហើយយើងដាក់ហើយយើងសរសេរថា OP ហើយនឹងដាក់ name របស់យើងមកអញ្ចឹងមានន័យថាយើងបាន OP ហើយអញ្ចឹងខ្ញុំ /spawn មកខ្ញុំបានបន្ថែមមួយឃើញអត់អញ្ចឹងមានន័យថា plugin របស់យើងគឺដើរហើយនេះខ្ញុំអាចប្រើប្រាស់វាដើម្បី set អីបាន set air មកបាត់ខ្ទេចឃើញអត់អញ្ចឹងយើងអាចដាក់ plugin អីផ្សេងទៀតហើយមុននឹងបញ្ចប់វីដេអូនេះកុំភ្លេចចុច like នៅលើវីដេអូនេះអ្នកមួយផងនឹងហើយបើមានចង្អុលអីផ្សេងអាចសួរខ្ញុំនៅក្រោមវីដេអូនេះបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងជួបនៅវីដេអូក្រោយបាយជំរាបលា